ព័ត៌មានទី2នេះគឺការវិតម្លៃរបស់ខាងនាយកដ្ឋានពាណិជ្ជកម្មរបស់ប្រទេសថៃបានឲ្យដឹងថាការធ្វើពាណិជ្ជកម្មរបស់ប្រទេសថៃនៅខែតុលាឆ្នាំ2025នេះគឺមានចំនួន146លានបាតដែលជាការកើនឡើងចំនួន4កណ្ដាក់សញ្ញា 2% នេះគឺជាការដោះដូរគ្នាឆ្លងកាត់ព្រំដែនរបស់ជាមួយនឹងប្រទេសថៃដូច្នេះជាសរុបមកគឺនៅឆ្នាំ2025នេះក្នុងរយៈពេល10ខែគឺពាណិជ្ជកម្មរបស់ថៃមានទំហំចំនួន1.1 trillion ហើយជាការមួយដែលកើនឡើងចំនួន 7.7% អញ្ចឹងការនាំចេញរបស់ថៃការធ្វើពាណិជ្ជកម្មឆ្លងដែនគឺមានការកើនឡើងបើទោះបីជាក្នុងការធ្វើពាណិជ្ជកម្មឆ្លងដែនដោះដូរឆ្លងដែនជាមួយនឹងប្រទេសកម្ពុជាគឺបានធ្លាក់ចុះស្ទើរតែទាំងស្រុងតែម្ដងគឺដាក់ថាចំនួន 99.9% បាទជាពិសេសសំខាន់គឺដោយសារតែការបិទព្រំដែនរវាងប្រទេសទាំងពីរក្នុងខណៈពេលដែលការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសម៉ាឡេស៊ីប្រទេសភូមាក៏បានធ្លាក់ចុះដែរគឺចំនួន 16.7% ដោយសារតែមានការត្រួតពិនិត្យទៅលើការនាំចេញនាំចូលអញ្ចឹងនៅក្នុងការធ្វើពាណិជ្ជកម្មនេះគឺជាមួយនឹងប្រទេសដទៃទៀតបើតាមតួលេខគឺដូចជាម៉ាឡេស៊ីគឺបែរជាមានការកើនឡើងរហូតដល់9កណ្ដាក់សញ្ញា 6% ជាមួយឡាវគឺកើនឡើងរហូតដល់6កណ្ដាក់សញ្ញា 3% ហើយនៅភូមាគឺធ្លាក់ចុះជាមួយកម្ពុជាធ្លាក់ចុះបាទអញ្ចឹងអ្វីដែលជាចោទជាសំណួរគឺហេតុអ្វីបានជាសុកស្រាប់តែពាណិជ្ជកម្មឡើងជាមួយឡាវតិចច្រឡំតំណែងឡាវចូលតំណែងថៃចូលកម្ពុជាតាមឡាវខ្ញុំគាត់ថាបន្ថែមយោបល់ខ្លីទេมันមានន័យទម្ងន់អីទេគ្រាន់តែមើលទៅឃើញតួលេខនៅឡាវឡើងយ៉ាងជាឆ្ងល់ទេបាទនេះគឺជាតួលេខសរុបនៃការនាំចេញនាំចូលរបស់ថៃជាមួយនឹងប្រទេសជិតខាងហើយជាមួយនឹងប្រទេសចិនគឺការដោះដូរពាណិជ្ជកម្មរបស់ថៃជាមួយចិននោះគឺកើនឡើងរហូតដល់ 28.2% គឺមានទំហំចំនួន 43,000 លានបាតច្រើនបាទ43,000 លានបាតគឺជាទំហំច្រើនមែនតើនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសចិនហើយជាមួយនឹងប្រទេសសិង្ហបុរីគឺកើនឡើងចំនួន 64.8% បាទគឺបានជិត 65% ហើយជាមួយនឹងវៀតណាមគឺកើនឡើងរហូតដល់ 52% បាទជាការកើនឡើងខ្លាំងនៅក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងខែបាទតុលាកន្លងទៅនេះបាទជាការមួយតួលេខនេះគឺកើនឡើងខ្លាំងហើយជាមួយនឹងប្រទេសទាំង3នេះបាទនេះគឺជាព័ត៌មានតាក់ទងជាមួយនឹងពាណិជ្ជកម្មរវាងប្រទេសថៃជាមួយនឹងប្រទេសជិតខាងនិងប្រទេសមួយចំនួនទៀតជាដៃគូពាណិជ្ជកម្មរបស់ខ្លួនព័ត៌មានទី3នេះគឺពាក់ព័ន្ធជាមួយនឹងទឹកជំនន់នៅក្នុងប្រទេសថៃបើតាមសេចក្តីរាយការណ៍នានាហើយខ្ញុំដកស្រង់មកខ្លះនេះគឺបានឲ្យដឹងថាខេត្តទាំង9នៅក្នុងតំបន់ភាគខាងត្បូងប្រទេសថៃដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នោះគឺគិតត្រឹមថ្ងៃប្រហោះនេះគឺនៅមាននៅឡើយទេនៅមិនទាន់ផុតគ្រោះថ្នាក់នៅឡើយទេក៏ប៉ុន្តែក៏មានសេចក្តីរាយការណ៍ថាមានទឹកចំនួននោះបានថយចុះខ្លះដែរនៅក្នុងខេត្តដែលរងផលប៉ះពាល់ខ្លាំងគឺខេត្តសង្ខ្លានេះបើតាមខាងនាយកដ្ឋានដែលទទួលបន្ទុកខាងកិច្ចការពារគ្រោះមហន្តរាយរបស់ប្រទេសថៃបានរាយការណ៍កាលពីព្រឹកថ្ងៃប្រហោះនេះហើយក៏ប៉ុន្តែនៅក្នុងខេត្តមួយចំនួនទៀតទឹកបែរជាឡើងទៅវិញគឺនៅខេត្តនគរស៊ីធម្មរាជត្រាំងសទូលផាធានីយ៉ាឡានិងនរាធិវត្តគឺជាគ្រោះធម្មជាតិនៅទីនោះមិនទាន់ផុតរលត់នៅឡើយទេគឺបែរជាកើនឡើងទៅវិញហើយក្នុងការមានគ្រោះទឹកជំនន់ក្នុងរយៈពេលប្រហែលថ្ងៃនេះគឺមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រទេសថៃជាពិសេសនៅខេត្តសង្ខ្លារហូតដល់មានការរិះគន់ថាអាជ្ញាធរថៃនឹងដឹកនាំការធ្វើប្រតិបត្តិការមិនបានល្អហើយមាន
ការមិនបានត្រៀមរៀបចំពេលដែលរឿងនឹងកើតឡើងហើយហ្នឹងបាទនៅពេលដែលធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះអ្នកសារព័ត៌មានបានសួរអំពីស្ថានភាពនៅក្នុងខេត្តសង្ខ្លាហ្នឹងពេលហ្នឹងគឺរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរបស់ថៃនេះគឺលោក Paradon ពេលដែលអ្នកសារព័ត៌មានសួរអញ្ចឹងគាត់កាត់មីក្រូចោលបិទមីក្រូចោលគាត់ថាអរគុណយ៉ាងលីហើយបាទគាត់ឈប់មិនឆ្លើយសំណួរនឹងតែម្ដងហើយដោយឡែកការវិវត្តនៅក្នុងខេត្តសង្ខ្លានៅក្នុងទីក្រុងហាត់យ៉ៃដែលជារដ្ឋធានីទីរួមខេត្តរបស់ខេត្តសង្ខ្លាហ្នឹងគឺអាជ្ញាធរបានបណ្ដេញមេប៉ូលីសចេញហើយដាក់អ្នករងនឹងជំនួសធ្វើជាមេប៉ូលីសដីទីវិញដោយសារតែស្ថានភាពដោះស្រាយមិនបានល្អតាក់ទងជាមួយនឹងវិបត្តិទឹកជំនន់នៅក្នុងទីក្រុងហាត់យ៉ៃនេះគឺជាការវិវត្តនៅក្នុងប្រទេសថៃ